លទ្ធភាពនៃការប្រើវិធីព្យាបាលបន្ថែមជាច្រើនរួមគ្នាមាន Bioresonance Biophilia Tracker យើងមានកម្មវិធី Freecon Ref Clock យើងមានឧបករណ៍រលកមីលីម៉ែត្រហើយយើងមានឧបករណ៍រំញោចម៉ាញេទិក Transcranial ការព្យាបាល4ផ្សេងគ្នា Bioresonance សំឡេងជាមួយនឹង Freecon Ref Clock រលកមីលីម៉ែត្រនិងការរំញោចម៉ាញេទិក Transcranial អាស្រ័យលើអ្នកជំងឺ អាស្រ័យលើបញ្ហាសុខភាពដែលអ្នកមានអាស្រ័យលើភាពធ្ងន់ធ្ងរអាស្រ័យលើរោគសញ្ញាយើងមានលទ្ធភាពជាច្រើនពីរបៀបដែលយើងអាចផ្សំវានៅក្នុងវគ្គមួយនៅក្នុងខ្លះករណីដែលយើងអាចអនុវត្តការព្យាបាលពីរក្នុងពេលដំណើរគ្នាហើយករណីផ្សេងទៀតវាល្អជាងដែលវាជាទម្រង់បន្តគ្នាទីមួយបន្ទាប់មកមួយទៀតខ្ញុំនឹងលើកឧទាហរណ៍មួយចំនួនប្រសិនបើយើងនឹងប្រើការរំញោចម៉ាញេទិក Transcranial វាជាការប្រសើរក្នុងការប្រើ Bioresonance ជាដំបូងដោយសារតែតាមរយៈ Bioresonance យើងអាចជំរុញតំបន់ជ្រៅនៃខួរក្បាលនិងចាក់ចេញទៅបណ្ដាញសរសៃប្រសាទនៃខួរក្បាលនៅក្នុងផ្នែកផ្សេងគ្នានៃសរសៃឈាមវ៉ែនសរសៃឈាមដើមខួរក្បាលពីផ្នែកជ្រៅនៃខួរក្បាលយើងអាចភ្ញូរជាឧទាហរណ៍ក្លន់មុខ Lobulooccipital Lobuloparatal ឬតំបន់ជាក់លាក់មួយនៃខួរក្បាលហើយយើងចាក់ចេញពីតំបន់នោះកាន់តែច្រើនទៀតយើងជំរុញវាដំបូងដោយ Bioresonance ហើយបន្ទាប់មកដោយអនុវត្តការរំញោចម៉ាញេទិក Transcranial យើងនឹងជំរុញដោយមេដែក neuron ដែលមាននៅក្នុង neocortex ហើយវានឹងទៅបង្កើតប្រសិទ្ធភាពព្យាបាលកាន់តែខ្លាំងពីព្រោះខួរក្បាលត្រូវបានជំរុញរួចហើយដូច្នេះអត្ថប្រយោជន៍ដ៏អស្ចារ្យនៃការរំញោចម៉ាញេទិក Transcranial គឺថាវាអាចជំរុញបណ្ដាញសរសៃប្រសាទប្រសិនបើដំបូងយើងជំរុញបណ្ដាញសរសៃប្រសាទជ្រៅជាមួយ Bioresonance វាអាចទៅរួចដែលថាផលប៉ះពាល់នៃការរំញោចម៉ាញេទិក Transcranial គឺកាន់តែស៊ីជម្រៅផងដែរដែលមានន័យថាលទ្ធភាពនៃការជំរុញនិងបង្កើតការស្ដារឡើងវិញនៅក្នុងបណ្ដាញកាន់តែជ្រៅ